ទឹកសន្ធាប់សិល្បៈនិងវិចិត្រសិល្បៈផ្សេងៗនៅសារមន្ទីរនេះជារូបសាច់គ្រុឌជាចម្លាក់អំពីថ្មនៅសតវត្សទី10ក្នុងរចនាបថកោះគេយកមកពីខេត្តកំពង់ធំគេឆ្លាក់រូបនេះដោយថ្មតែមួយដុំទេដើម្បីបង្ហាញពីឫទ្ធានុភាពរបស់ខ្មែរកាលពីសម័យនោះដែលមានឫទ្ធានុភាពខ្លាំងពូកែការកែច្នៃជួសជុលឡើងវិញនៅព្រះវិហារនិងប្រាសាទនានាក្នុងសម័យអង្គរនៅសតវត្សទី20ក៏ដូចជាព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ
រូបចម្លាក់ឬអច្ឆរិយវត្ថុដែលបានបន្សល់ទុកពីសម័យអតីតកាលដ៏រុងរឿងមានប្រាសាទអង្គរព្រះវិហារព្រះបរមរាជវាំងជាដើមបានតាក់តែងកែលម្អយ៉ាងស្រស់បំព្រងជាថ្មីឡើងវិញ